ចាសូមគ្រូជំរាបសួរលោកគ្រូខ្ញុំសួរលីនដាសូមមកធ្វើការសង្ខេបឆ្លុះបញ្ចាំងពាក់ព័ន្ធជាមួយនឹងមេរៀនសប្តាហ៍ទី6ពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាវិទ្យាល័យការសិក្សាអញ្ចឹងពាក់ព័ន្ធមួយសប្តាហ៍ទី6នេះដែរគឺយើងអត់ខុសគ្នាពីសប្តាហ៍ទី5មែនទេមុននឹងស៊ីជម្រៅដល់មេរៀនយើងមានវត្ថុអំណងហើយមានមេត្តាអញ្ចឹងពាក់ព័ន្ធជាមួយនឹងវត្ថុអំណងនេះដែរពាក់ព័ន្ធជាមួយនឹងចំណុចនេះគឺបន្ទាប់ពីយើងសិក្សាហើយយើងយល់ពាក់ព័ន្ធជាមួយនឹងចំណុច4ទី1គឺយើងនិយាយអំពីពិពណ៌នាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រភេទសំណួរទម្រង់បិទហើយនិងទម្រង់បើកទី2យើងនិយាយអំពីអនុវត្តការរៀបចំនិងការបង្កើតសំណួរតាមកម្រិតព្រលំហើយទី3គឺយើងនិយាយអំពីការបង្កើតទម្រង់សំណួរបិទនិងបើកក្នុងការវេទល័យតាមលទ្ធផលសិក្សារំពឹងទុកហើយទី4គឺយើងនិយាយអំពីសាកល្បងបង្កើតតេស្តស្តង់ដារដោយពិចារណាលើភាពជាក់លាក់និងសុពលភាពនៃសមាសភាពសំណួរចឹងបន្ទាប់ពីយើងសិក្សាពីវត្ថុអំណងហើយយើងចូលទៅមេត្តានៅក្នុងមេត្តានៃមេរៀនសប្តាហ៍ទី6ព្រលឹមតាក់សូណូមីការរៀបចំនិងការបង្កើតតែនេះដែរយើងចែកចេញជា6ចំណុចទី1យើងនិយាយអំពីគោលការណ៍បង្កើតសំណួរតាមទ្រឹស្ដីព្រលឹមទី2យើងនិយាយអំពីប្រភេទសំណួរតាមកម្រិតព្រលឹមហើយទី3យើងនិយាយអំពីការអនុវត្តការបង្កើតសំណួរតាមកម្រិតព្រលឹមទី4យើងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បិទចឹងសំណួរភូជ្រើសរើសទី5យើងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បើកទី6យើងនិយាយអំពីការរៀបចំនិងការបង្កើតតេស្តស្តង់ដារចឹងក្នុងដំណាក់កាលនៃការបង្កើតតេស្តស្តង់ដារនឹងដែរគឺវាចែកចេញជា6ចំណុចទៀតដែលយើងត្រូវសិក្សាចាចឹងមុននឹងយើងចូលដល់មេរៀនលម្អិតយើងមើលសំណួរត្រេះរ៉េសិនចឹងសំណួរត្រេះរ៉េនេះគឺយើងចែកចេញជា6ទី1គឺគេសួរថាតើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតនៃសំណួរពហុជ្រើសរើសទី2គេសួរថាតើអ្វីជាគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់សំណួរដែលមានជម្រើសគោល2ទី3គេសួរថាតើអ្វីជាលក្ខណៈនៃសំណួរផ្គូផ្គងហើយអ្វីជាសម្បត្តិនិងគុណវិបត្តិនៃសំណួរផ្គូផ្គងទី4គេសួរថាតើចំណុចសំខាន់អ្វីខ្លះដែលត្រូវពិចារណាសម្រាប់ការសរសេរសំណួរពហុជ្រើសរើសសំណួរដែលមានជម្រើសគោល2សំណួរផ្គូផ្គងនិងសំណួរដែលមានចម្លើយជ្រើសរើសស្រាប់ទី5គេសួរថាតើការបង្កើតសំណួរដោយតាមកម្រិតព្រលឹមតាក់សូណូមីដើម្បីបោះចំណេះដឹងហើយទី6គឺចូលសាកល្បងបង្កើតតេស្តស្តង់ដារចឹងបន្ទាប់ពីយើងសិក្សាលម្អិតស៊ីជម្រៅនៅមេរៀនសប្តាហ៍ទី6នេះហើយយើងនឹងអាចឆ្លើយនៅសំណួរទាំង6នឹងបាននេះចឹងយើងចូលចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងគោលការណ៍បង្កើតសំណួរតាមកម្រិតព្រលឹមចឹងនៅក្នុងគោលការណ៍នេះដែរវាចែកចេញជា6ចំណុចទី1គឺគេសួរថាតើយើងប្រើព្រលឹមតាក់សូណូមីដើម្បីអ្វីចឹងដើម្បីយើងដឹងថាវាប្រើដើម្បីអីគឺយើងចែកចេញវាជា6ចំណុចទី1ដើម្បីរៀបចំកម្មវិធីសិក្សាទី2ដើម្បីសរសេរនិងកំណត់នៅវត្ថុក្នុងមេរៀនហើយទី3គឺដើម្បីរកឲ្យឃើញនៅបំណិនដោយរៀនពីស្រួលទៅលំបាកទី4យើងនិយាយអំពីដើម្បីបន្សំវត្ថុអំណងទៅនឹងចិត្តវិធីសាស្ត្រនិងស្តង់ដារវិទ្យាល័យមានប្រសិទ្ធភាពទី5គឺយើងនិយាយអំពីដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវហើយទី6ដើម្បីសម្រួលការសួរសំណួរចឹងនៅពេលដែលយើងប្រើហ្នឹងទៅវាជួយយើងបានច្រើនពាក់ព័ន្ធជាមួយនឹងកម្មវិធីការសិក្សាគោលនៅក្នុងថ្នាក់ក៏ដូចជានៅក្រៅចឹងនៅក្នុងកម្រិតព្រលឹមជាទូទៅកម្រិតព្រលឹមគេចែកចេញជា6កម្រិតទី1យើងនិយាយអំពីការចងចាំទី2ការយល់ទី3អនុវត្តទី4ការវិភាគទី5ការវិទ្យាល័យទី6គឺការបង្កើតអញ្ចឹងពាក់ព័ន្ធជាមួយនឹងគម្រោងផលិតទាំងកម្រិតព្រលឹមទាំង6នេះ3លើយើងនិយាយថាកម្រិតខ្ពស់ហើយ3ក្រោមនេះគឺយើងនិយាយថាកម្រិតទាបអញ្ចឹងពាក់ព័ន្ធជាមួយនឹងកម្រិតនេះវាចែកចេញជា6ហ្នឹងពាក់ព័ន្ធមួយការបង្កើតព្រលឹមតាក់សូណូមីអញ្ចឹងនៅក្នុងហ្នឹងវាលម្អិតមួយទៀតពាក់ព័ន្ធមួយការចងចាំនឹងវាមិនពាក់ព័ន្ធមួយការយល់ដឹងនឹងមិនការអនុវត្តនឹងមិនវិភាគនឹងមិនហើយវិទ្យាល័យមិនហើយបង្កើតថ្មីមិនឧទាហរណ៍ជាមួយនឹងការចងចាំគឺយើងរំលឹកឡើងវិញនៅអ្វីដែលយើងបានរៀនហើយវាយើងទុកវាចោលអញ្ចឹងយើងត្រូវរំលឹកវាឡើងវិញគឺជាការចងចាំហើយការយល់ដឹងគឺជាយើងអាចបែងចែក
អ្វីដែលយើងអាចយល់នឹងតាមរយៈសួរសំណួរផ្ទាល់មាត់ការសរសេរការពន្យល់ graphic ការធ្វើចំណាត់ថ្នាក់សង្ខេបប្រៀបធៀបហើយនឹងលើកឧទាហរណ៍ហើយទី3គឺការអនុវត្តហ្នឹងគឺយើងអនុវត្តឬក៏ប្រតិបត្តិតាមទស្សនៈដែលយើងបានសរសេរចឹងនៅពេលដែលយើងសរសេរទៅហើយយើងយកអនុវត្តទៅវាធ្វើឲ្យយើងងាយស្រួលក្នុងការអនុវត្តហើយតែពាក់ព័ន្ធនឹងវិភាគគឺយើងវិភាគបំបែកនៅឧទាហរណ៍ដូចលំហាត់មុនអញ្ចឹងយើងត្រូវវិភាគថាលំហាត់ហ្នឹងវាត្រូវមានរូបមន្តនេះខ្លះសម្រាប់កណនាដល់ពេលការវិតម្លៃបន្ទាប់ពីយើងបានចងចាំមកហើយបន្ទាប់ពីយល់ដឹងអនុវត្តហើយវិភាគហើយគឺយើងត្រូវវិតម្លៃវាថាតើលំហាត់ហ្នឹងវាមិនដែរវាធំពេកតូចពេកឬក៏វាល្មមសម្រាប់សិស្សអីចឹងទៅចឹងពាក់ព័ន្ធមួយការបង្កើតថ្មីនេះគឺជាការផ្សំបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធឬមុខងារទាំងមូលឬក៏ផ្គុំធាតុផ្សេងៗឡើងវិញទៅជាលំនាំថ្មីមួយទៀតចឹងវាដូចជាលំហាត់ដែរនៅពេលដែលយើងអនុវត្តគ្រាឬយើងដោះស្រាយវាឲ្យអស់យើងត្រូវធ្វើលំហាត់ថ្មីមួយទៀតសម្រាប់ឲ្យសិស្សអនុវត្តឬក៏សម្រាប់ដាក់ជាកិច្ចការផ្ទះទី2យើងនិយាយអំពីប្រភេទសំណួរតាមកម្រិតពលំចឹងវាចេញជាពីរទម្រង់ទី1គឺទម្រង់បិទហើយទី2គឺទម្រង់បើកចឹងទម្រង់បិទហ្នឹងគេវាមានន័យម៉េចគេថាគឺជាសំណួរទាំងឡាយណាដែលចម្លើយសំណួរទាំងនោះត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគូបគងបំពេញឬភ្ជាប់ចម្លើយទាំងនោះចឹងបានន័យថាទម្រង់សំណួរបិទនេះចម្លើយគឺគេឲ្យមកឲ្យស្រាប់អីចឹងអ្វីដែលអ្នកធ្វើដែលត្រូវធ្វើនោះគាត់គ្រាន់តែផ្គូផ្គងឬក៏ត្រូវឆ្លើយត្រូវធីកឬត្រូវអីចឹងទៅពាក់ព័ន្ធតាមសំណួរដែលគេសួរជាក់ស្ដែងចឹងទៅហើយទីមួយទៀតគឺពាក់ព័ន្ធជាមួយទម្រង់សំណួរបើកចឹងទម្រង់សំណួរបើកនេះគឺជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរហ្នឹងផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយផ្ទាល់មាត់ឬតាមរយៈការផ្សេងឡើយចឹងវាមានអារម្មណ៍ថាវាទូលំទូលាយជាងសំណួរបិទបើសំណួរបិទនៅពេលដែលគេសួរយើងឆ្លើយទៅគឺចម្លើយវាមានតែមួយឯងចឹងនៅពេលដែលយើងឆ្លើយតែមួយឬក៏ពីរទៅនៅពេលដែលវាត្រូវគឺត្រូវតែម្ដងនៅពេលដែលវាខុសគឺខុសតែម្ដងតែសម្រាប់ទម្រង់អាបើកនេះវាទូលំទូលាយចឹងនៅពេលដែលយើងឆ្លើយទៅសំណួរខ្លះវាអាចត្រូវហើយចម្លើយខ្លះទៀតវាអាចខុសវាមិនអាច 100%ទេយើងចូលចំណុចថ្មីមួយទៀតគឺចំណុចទី3ពាក់ព័ន្ធជាមួយនឹងការអនុវត្តការបង្កើតសំណួរតាមកម្រិតពលំចឹងនៅក្នុងការបង្កើតសំណួរនេះដែរវាពាក់ព័ន្ធជាមួយនឹងកម្រិតពុទ្ធិរបស់ពលំទាំង6ដែលយើងត្រូវដែលយើងបានសិក្សាមុនហ្នឹងលុះត្រាតែយើងយល់ដឹងហើយយើងគិតអ្វីដែលយើងអាចសន្មតទាំង6នឹងបានទើបយើងអាចបង្កើតសំណួរកម្រិតតាមពលំនឹងបាននៅក្នុងការបង្កើតសំណួរនេះដែរវាចែកចេញជាផ្នែកទៀតអញ្ចឹងវាទីនៅក្នុងនេះគេចែកចេញជា3ទម្រង់អញ្ចឹងទី1ភូជ្រើសរើសមានសំណួរតេស្តជ្រើសរើសដែលមានលក្ខណៈស្តង់ដារផ្សំឡើងដោយផ្នែក2សំខាន់ដូចជាផ្នែកសំណួរនិងសំណុំជំរើសចម្លើយអញ្ចឹងនៅពេលដែលមានសំណួរគឺវាមានចម្លើយអាហ្នឹងសម្រាប់ការសម្រាប់សំណួរបិទទី2គេត្រូវសរសេរផ្នែកសំណួរជាប្រយោគសំណួរពេញលេញអញ្ចឹងនៅពេលដែលឧទាហរណ៍គេសួរសំណួរណាមួយដែលគេដាក់មកពេញលេញអញ្ចឹងអ្នកឆ្លើយគាត់មានចម្លើយជំរើសច្រើនដែលត្រូវឆ្លើយតបហើយទី3សំណុំជំរើសចម្លើយត្រូវមានចម្លើយត្រូវតែមួយជាង key answer និងចម្លើយខុស3អញ្ចឹងអាហ្នឹងគឺជាទម្រង់សំណួរបិទហើយនៅពេលដែលគេដាក់មកគឺចម្លើយដែលត្រឹមត្រូវមកវាមានតែមួយទេអញ្ចឹងអា3ឬក៏2ទៀតដែលគេដាក់មកតាមជាក់ស្ដែងហ្នឹងវាអាចជាចម្លើយដែលខុសចឹងយើងចូលចំណុចថ្មីមួយទៀតគឺពាក់ព័ន្ធមួយចំណុចទី4គឺគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទចឹងគុណនៅពេលដែលយើងធ្វើអីក៏វាតែងតែមានគុណសម្បត្តិនិងគុណវិបត្តិដែរជាងពាក់ព័ន្ធមួយគុណសម្បត្តិវានេះវាអត់ខុសឆ្ងាយពីអ្វីដែលយើងបានសិក្សាមុនហ្នឹងទេវាមានទម្រង់សំណួរទាំងមែនដែលខ្ញុំនិយាយមុនហ្នឹងពាក់ព័ន្ធមួយសំណួរខុសត្រូវសំណួរផ្គូផ្គងសំណួរភូជ្រើសរើសឬក៏សំណួរបែបបំពេញចន្លោះអីចឹងទៅចឹងនៅក្នុងហ្នឹងវាមានគុណវិបត្តិច្រើនដែរពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិប្រឆាំនឹងគុណសម្បត្តិក៏វាមានគុណវិបត្តិដែរចឹងឧទាហរណ៍មួយដូចជាសំណួរខុសត្រូវចឹងគុណសម្បត្តិរបស់វាគឺងាយសរសេរហើយងាយស្រួលដាក់បន្ទុកចឹងនៅពេលដែលយើងដាក់សំណួរទៅវាខុសឬក៏ត្រូវទៅនៅពេលដែលខុសគឺសូន្យតែម្ដងនៅពេលដែលត្រូវគឺយើងកែត្រូវតែម្ដងចឹងចម្លើយវាបន្ទុកវាងាយស្រួលក្នុងការដាក់ចឹងពាក់ព័ន្ធជាមួយគុណវិបត្តិវាគឺពាក់ព័ន្ធមួយអត្រាទុទាយហ្នឹងខ្ពស់ដល់ 90% បានន័យថានៅពេលដែលដាក់សំណួរហ្នឹងមកយើងអត់ប្រកាសថាអ្នកខ្លះក៏អត់ប្រកាសថាអាចចម្លើយដែលគាត់ធីកហ្នឹងវាត្រូវទេអញ្ចឹងវាអាចជាការទុទាយជាការប៉ាន់ស្មានអញ្ចឹងទៅទី2มันអាចរកបង្កើតมันអាច
បង្កើតចម្រើសចម្លើយលើសពី2បានចឹងចម្លើយវាត្រឹមត្រូវមានតែមួយទេវាអត់អាចយើងគិតថាចម្លើយវាត្រឹមត្រូវ2បានទេចឹងជាក់ស្ដែងយើងយកចម្លើយវាគឺត្រូវមានតែមួយគត់មួយទៀតគឺមិនវាយតម្លៃបំណិនឬចំណេះដឹងក្នុងកម្រិតខ្ពស់បានចឹងបានន័យថាយើងអត់អាចវាយតម្លៃនៅពេលដែលឆ្លើយសំណួរនឹងមួយនឹងបានទេដោយសារតែវាជាសំណួរបិទចឹងនៅទម្រង់បិទនៅពេលដែលឆ្លើយមួយគឺបើគាត់ឆ្លើយត្រូវអានឹងបានន័យថាយើងអាចវាយតម្លៃគាត់បានមែនប៉ុន្តែនៅកម្រិតមួយដែលយើងគិតថាអានឹងប្រហែលជាគាត់អាចបានស្មានឬគាត់អាចទូទាយឬក៏មិនប្រកាសថាគាត់ចេះ 100% ដែលគាត់ឆ្លើយត្រូវនោះទេចឹងពាក់ព័ន្ធជាមួយចំណុចទី5គឺយើងនិយាយពីទំនងសំណួរបើកចឹងសំណួរបើកនេះភាគច្រើនគឺយើងឆ្លើយទៅតាមជាក់ស្ដែងពាក់ព័ន្ធជាមួយនឹងតថសង្គមក៏ដូចជាទំនងសំណួរវែងឬក៏ទំនងសំណួរខ្លីដែលវាមានចម្លើយវាមានចម្លើយច្រើនដែលយើងអាចឆ្លើយទៅបានវាមិនមែនជាទម្រង់សំណួរបិទដែលមានចម្លើយតែមួយឬក៏ពីរទេចឹងពាក់ព័ន្ធជាមួយគុណសម្បត្តិនេះឧទាហរណ៍ទម្រង់សំណួរខ្លីចឹងគុណសម្បត្តិរបស់វាគឺល្អសម្រាប់ការវាយតម្លៃលើចំណេះដឹងជាក់ស្ដែងគ្មានការទូទាយចម្លើយចឹងបានន័យថានៅពេលដែលយើងសរសេរទៅគឺវាអត់មានទូទាយចម្លើយទេគឺវាយើងអាចសរសេរបានទៅ direct តែម្ដងហើយមួយទៀតគឺពាក់ព័ន្ធជាមួយងាយស្រួលក្នុងការបង្កើតសំណួរចឹងនៅពេលដែលយើងដាក់សំណួរខ្លីទៅវាងាយស្រួលក្នុងការសរសេរក៏ដូចជាក្នុងការបង្កើតសំណួរដែរវាងាយស្រួលកែងាយស្រាប់ទុកចឹងនៅពេលដែលសំណួរខ្លីគឺចម្លើយវាខ្លីដែរចឹងយើងអាចស្រួលក្នុងការរៀបចំទុកចឹងទៅហើយគុណវិបត្តិរបស់វាគឺមិនសមស្របនឹងការវាស់វែងលើការសិក្សាបែបត្រេះរិះពិចារណាបានន័យថាវាខ្លីពេកចឹងទៅចឹងនៅពេលដែលយើងដាក់សំណួរទៅខ្លីពេកឬក៏មិនទៅយើងអាចវាស់ស្ទង់ឬក៏ស្ទាបស្ទង់ចំណេះដឹងដែលសិស្សគាត់មាននឹងបាននេះចឹងមួយទៀតងាយនឹងឆ្លើយចម្លើយតាមវិធីមិនសមស្របបានន័យថានៅពេលដែលគាត់ឃើញសំណួរខ្លីចឹងគាត់អាចគិតឃើញតែអ្វីដែលរាក់ក៏អត់ស៊ីជម្រៅទេចឹងនៅពេលហ្នឹងចម្លើយដែលគាត់ឆ្លើយមកហ្នឹងគឺវាអាចមិនត្រឹមត្រូវ 100% ដែរចឹងខ្ញុំចូលទី6តែម្ដងទៅទី6ពាក់ព័ន្ធជាមួយនឹងការអនុវត្តការរៀបចំនិងការបង្កើតតេស្តស្តង់ដារនៅក្នុងនេះខ្ញុំនិយាយមុននឹងដែរគឺយើងចេញជា6ដំណាក់កាលហើយដំណាក់កាលទី1យើងនិយាយអំពីតារាងកំណត់គម្រោងលំអិតតេស្តទី2យើងនិយាយអំពីការបង្កើតសំណួរតេស្តទី3យើងនិយាយអំពីការអនុវត្តការធ្វើតេស្តនៅក្នុងថ្នាក់រៀនទី4យើងនិយាយអំពីការធ្វើអត្រាកំណែនិងកែសំណួរទម្រង់បើកហើយទី5គឺវិភាគលទ្ធផលធ្វើតេស្តហើយទី6គឺកំណត់ចំណុចខ្លាំងនិងចំណុចខ្វះខាតបន្ទាប់ពីបានរៀបចំផែនការបង្រៀនដើម្បីធ្វើឲ្យលទ្ធផលការសិក្សារបស់សិស្សនឹងប្រសើរឡើងចឹងនៅក្នុងនឹងវាមាន6ចំណុចហ្នឹងដែលយើងត្រូវសិក្សាស្វែងយល់បន្ថែមហើយនៅក្នុងនឹងទៀតពាក់ព័ន្ធជាមួយនឹងការបង្កើតវិញ្ញាសាស្ត្រឲ្យបន្ស៊ីជាមួយលទ្ធផលការសិក្សានៃកម្មវិធីសិក្សាវាចែកចេញជា4ទៀតខ្ញុំអត់លំអិតទេខ្ញុំទៅលំអិតលើការធ្វើតេស្តតែម្ដងចឹងគេសួរថាតើអ្វីជាគម្រោងលំអិតតេស្តចឹងគេឆ្លើយថាគម្រោងលំអិតតេស្តនេះគឺជាសេចក្តីសង្ខេបឬតារាងលំអិតដែលបង្ហាញអំពីលទ្ធផលការសិក្សាឬស្តង់ដារដែលបានសរសេរនៅក្នុងកម្មវិធីសិក្សាលំអិតខ្លឹមសារមេរៀនសំខាន់ៗឬចំណុចផ្សេងៗដែលត្រូវដាក់បញ្ចូលទៅក្នុងតេស្តដើម្បីធ្វើការវាយតម្លៃគម្រោងលម្អិតតេស្តហ្នឹងបានវាយតម្លៃដែលមានទិសដៅច្បាស់លាស់និងអាចកំណត់ពីទំហំតេស្តដែលត្រូវធ្វើនិងធ្វើឲ្យអ្នកអនុវត្តតេស្តហ្នឹងរង្វាយតម្លៃមានទំនុកចិត្តហើយវាមានភាពជឿជាក់ចឹងបានន័យថានៅពេលដែលការវាយតម្លៃឬការធ្វើតេស្តហ្នឹងវាលម្អិតវាជាក់ស្ដែងចឹងទៅការធ្វើតេស្តឬក៏ការវាយតម្លៃហ្នឹងយើងអាចវាយតម្លៃបានប៉ាន់ស្មានឬក៏វាយតម្លៃបានថាសំណួរទម្រង់ដែលយើងដាក់ទៅប៉ុណ្ណឹងចឹងវាសមស្របនឹងការដែលសិស្សគាត់ធ្វើអញ្ចឹងនៅពេលដែលគាត់ធ្វើបានត្រឹមត្រូវទៅអានេះយើងអាចវាយតម្លៃជាក់ស្ដែងទៅតាមស្ថានភាពជាក់ស្ដែងដែលគ្រូដាក់ហ្នឹងចឹងនៅក្នុងការបង្កើតតេស្តស្តង់ដារហ្នឹងវាមានចំណុចសំខាន់ក្នុងគម្រោងលម្អិតតេស្តហ្នឹងវាមានដល់តែ10ចំណុចទៀតចឹងខ្ញុំអត់លម្អិតទេខ្ញុំធ្វើបំណែងខ្ញុំចូលទៅទម្រង់នេះតែម្ដងចឹងពាក់ព័ន្ធជាមួយនឹងការបង្កើតសំណួរតេស្តផ្អែកលើតារាងកំណត់លម្អិតហ្នឹងវានៅក្នុងហ្នឹងវាចែកចេញជាប្រមាណទៀតនេះច្រើនដែរវាមានសំណួរដូចជាការផ្គុំសំណួរត្រេះរ៉េអីចឹងទៅផ្គូផ្គងសំណួរចម្លើយហើយខ្ញុំចូលទៅចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងទ្រឹស្ដីចិត្តជាអ្វីឃ្លានេះជាសំណួរទេវាអត់មានអីពាក់ព័ន្ធទេចឹងពាក់ព័ន្ធជាមួយនឹងពលំតាសូណូមីការរៀបចំនិងការបង្កើតតេស្តនេះវាមានតែ6ចំណុចហ្នឹងទេ
ចាអរគុណគ្រូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា